នេះជាទំនាយរបស់លោកយាយបាវ៉ាន់កានៅក្នុងឆ្នាំ2026ដែលធ្វើពិភពលោកបាសរូបលោកយាយបាវ៉ាន់កាគឺជាគូទេងងឹតភ្នែកដែលមានរសនាមថាជារ៉ាដាមានជីវិតដែលការទស្សទាយរបស់គាត់ដូចមើលឃើញចឹងដែលធ្វើឲ្យមនុស្សរាប់លាននាក់ជុំវិញពិភពលោកតែងតែតាមដានព្រឹត្តិការណ៍ដែលលោកយាយទស្សទាយជានិច្ចហើយរកការទស្សទាយរបស់យាយគឺភាគច្រើនគឺការឡើងពិតមែនដែលធ្វើឲ្យមនុស្សភាគច្រើនងប់ងល់ជាលើទំនាយរបស់លោកយាយចុះនៅឆ្នាំ2026នេះតើលោកយាយបាវ៉ាន់កាបានទស្សទាយអ្វីខ្លះបើចង់ដឹងតើតាមដានជាមួយខ្ញុំទី1គឺគ្រោះធម្មជាតិដ៏សាហាវលោកយាយបានទាយថានៅក្នុងឆ្នាំ2026នេះគ្រោះធម្មជាតិធំៗនឹងធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដីប្រមាណ7ទៅ8%នៃផ្ទៃដីផែនដីទាំងមូលគ្រោះមហន្តរាយទាំងនោះរួមមានការផ្ទុះក្នុងភ្លើងដ៏ធំការជួយដីកម្រិតធ្ងន់និងទឹកជំនន់ការប្រែប្រួលការស្ថិតจากកំហុកដែលនឹងធ្វើឲ្យតំបន់មួយចំនួនមិនអាចរស់នៅបានទី2គឺសង្គ្រាមលោកលើកទី3ទំនាយដែលធ្វើឲ្យព្រួយបារម្ភបំផុតនោះគឺការទស្សឡើងនៃសង្គ្រាមលោកលើកទី3នេះឯងលោកយាយបាវ៉ាន់កាបានទស្សទាយពីចំនួនទង់ទ្រាយធំរវាងប្រទេសមហាអំណាចដែលមានភាពជឿជាក់ថាអាចជាចំនួនរវាងរុស្ស៊ីសហរដ្ឋអាមេរិកនិងចិនចំនួននេះអាចនឹងប្រើប្រាស់អាវុធប្រឡាយលោកដែលនាំឲ្យការបាត់បង់ជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់សឹងតែរលាយពិភពផែនដីនេះទី3គឺការតាក់ទងជាមួយមនុស្សក្រៅភពឬក៏អេលៀននៅក្នុងឆ្នាំ2026នេះលោកយាយបានទាយថាមនុស្សជាតិយើងបានតាក់ទងជាមួយដំបូងបំផុតជាមួយភាវៈដែលមានជីវិតនៅក្រៅភពទំនាយនេះត្រូវបានគេផ្សារភ្ជាប់ទៅនឹងការរកឃើញវត្ថុអាថ៌កំបាំងក្នុងលំហដូចជាឯកផ្កាយ CI Atlas ដែលអ្នកជំនាញខ្លះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដែលគេសង្ស័យថាវាជាយានរបស់អេលៀនទី4គឺបច្ចេកទេស AI ដែលនឹងគ្រប់គ្រងលើមនុស្សយើងលោកយាយបានការក៏បានប្រមានអំពីការរីកចម្រើននៃបច្ចេកវិទ្យាជាពិសេសនោះគឺបញ្ញាសិប្បនិម្មិតឬក៏ AI នេះដែលវានឹងវិវត្តដល់កម្រិតមួយដែលអាចគ្រប់គ្រងឬក៏បង្កគ្រោះថ្នាក់ដល់មនុស្សជាតិយើងបានប្រសិនបើមិនមានការគ្រប់គ្រងឲ្យបានត្រឹមត្រូវទេនោះទី5ចុងក្រោយគេនេះគឺវិបត្តិសេដ្ឋកិច្ចសកលលោកយាយបានការបានទាយថាពិភពលោកនឹងជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណនិងភាពអត់ឃ្លាននៅក្នុងតំបន់មួយចំនួនដោយសារតែផលប៉ះពាល់នៃសង្គ្រាមនិងគ្រោះធម្មជាតិហើយនេះក៏តែជាការទស្សទាយរបស់លោកយាយបាវ៉ាន់កាប៉ុណ្ណោះតើវាកើតឡើងពិតមិនពិតនោះគឺយើងមិនដឹងទេដូច្នេះមានតែយើងចាំមើលថាតើទំនាយទាំងប្រមាណនេះនឹងកើតឡើងអត់ទេនៅក្នុងឆ្នាំ2026នេះ